លោកស្រីប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពការដែលក្រុមការងាររបស់យើងខ្ញុំមកដល់ទឹកដីខេត្តតាកែវនេះគឺដោយមានរឿងចម្លែកមួយដែលល្បីថាព្រះគោរួចពីប្រទេសសៀមវិលមកស្រុកខ្មែរហើយកំពុងជួយដល់ប្រជាពលរដ្ឋខ្មែរបាទដោយដែលពុកម៉ែបងប្អូនឃើញស្រាប់ហើយបាទខណៈនេះប្រជាពលរដ្ឋយ៉ាងភ្លុកទឹកភ្លុកដីកំពុងតែមកចងរោមគោរពនិងឲ្យព្រះគោជួយគ្រប់គ្នាចង់ដឹងការពិតតើមានអ្វីកើតឡើងក្នុងខណៈនេះសូមជួបនឹងប្រសាសន៍របស់អ៊ំស្រីដែលជាម្ចាស់លំនៅឋាននិងម្ចាស់គោនេះដូចតទៅខ្ញុំពីដំបូងមកជិះចប់តែមកបានដំណើរការដល់ឡើងនឹងវេទនីខ្ញុំនៅលើផ្ទះ3ឆ្នាំទៅហាបចេញក៏កាត់ខ្លងចេញមកបានកូនកាគាត់បានចាត់ការឲ្យស្លាប់ក៏អត់បានទៅនៅតែលើផ្ទះតែមកចុះមកក្នុងហ្នឹងអត់បានចាស់បាននៅតែលើផ្ទះគាត់ណាទៅក្នុងប្រាក់ហើយបានមិនលោកប្រាក់លោកមិនឲ្យខ្ញុំនៅគ្រប់អង្គថ្មទៀតដល់លោកប្រាប់ថាទៅរត់ទៅទទួលលោកមកហើយលោកមិនឲ្យទៅផ្នែកតែលោកឃើញថាមកដល់ផ្នែកទៅទទួលលោកថាទៅជានៅគ្រប់អង្គថ្មដល់ណាទៀតទៅជឿលោកមកនៅលើកោះទៅលើកោះអញ្ចឹងហើយទួទៅណាអីទៅគេថាលោកអត់បានហាមប្រោគេថាគេដាក់ប្រឡងទេតែដល់ឲ្យខ្ញុំគេមិនឲ្យខ្ញុំមករៀនតែថាទៅជួយខ្លួនឯងទេខ្ញុំឲ្យទៅរៀនពុកជាតម្លៃលោកប្រាប់ថា450ដល់ទៅគេថា450ចាដល់ទៅលើកោះថាវិញខ្ញុំធ្វើយ៉ាងម៉េចយកមកឆ្លងបឹងហូរទៅមនីទៅមកដល់ខ្ញុំទៅបាច់យើងមានតែដល់ទុកអត់ទៅនេះគឺសិតតែមានព្រះអង្គមែនតោះឲ្យព្រះអង្គហ្នឹងខ្ញុំឡើងទៅតារាខ្លួនឯងមកចងហើយដល់ពេលអញ្ចឹងថាអង្គុយមកពូឯងហ្នឹងមកណាលោករត់លើឡើងលើតារាខ្លួនឯងអត់មានអ្នកណាដឹងណានេះមានតែទាំងអស់លោកឡើងខ្លួនឯងលោកឡើងលើខ្លួនឯងទៅលោកត្រូវការកន្លែងទៅកន្លែងអង្គតាមលោកបើដល់កន្លែងយើងអត់បានទៅចាប់អីផ្ញើតួគេគេគាត់ថាកន្លែងហ្នឹងទឹកលេងហើយចឹងគេថាសុខស្បាយជិះជ័យជិះចំណាំគេលោកយកមកនោះមិនមែនថាយកមកដើម្បីឲ្យគេដឹងទេលោកពូយកមកដើម្បីលះអីដើម្បីលះគោរពខ្លួនឯងទៅឲ្យអង្គនោះអង្គធំនោះធ្វើនឹងដាក់នៅក្នុងសាច់នេះសាច់នេះនិយាយមិនចាសាច់នេះទៅទៅ9បណ្ដោយ20ទូណាគ្រូតែធ្វើក្នុងទៅតែខ្លួនឯងទេចាហើយអត់មាននិយាយលុយបុកពុតបរិស័ទវិញ្ញាណបានទេអត់ហើយលោកអត់ឲ្យហើយតែមនុស្សចេះតែមកចេះទៅលោកគ្រូខ្ញុំមិនដឹងថាយ៉ាងម៉េចដែរខ្ញុំមិនមានទៅបកកប្រកាសតាមការស្រង់សម្ដីរបស់អ៊ំស្រីបានឲ្យដឹងថាអ៊ំស្រីឈ្មោះឈៀនកឹមជូនអាយុ55ឆ្នាំសពថ្ងៃរស់នៅភូមិថ្នល់បែកឃុំរកាក្រៅស្រុកដូនកែវខេត្តតាកែវកាលពី3ឆ្នាំមុនលោកអ៊ំមានជំងឺចម្លែកមិនអាចចុះពីលើផ្ទះបានឡើយទោះជាកូនរៀបមង្គលការបុណ្យសពឪពុកម្ដាយក្តីក៏ពុំបានចូលរួមដែរការដែលអ៊ំស្រីសំងំតែក្នុងផ្ទះនេះអ៊ំស្រីបានអុជធូបបួងសួងដល់បារមីផ្លូវងងឹតជារៀងរាល់ថ្ងៃដើម្បីឲ្យអ៊ំជាសះស្បើយការព្យាយាមអុជធូបបែបបន់របស់អ៊ំស្រីអស់រយៈពេលដ៏យូរយប់មួយបារមីផ្លូវងងឹតបានមកពន្យល់សពឲ្យគាត់សាងសង់ដងទង់មួយនៅកណ្ដាលវាលទំនាបដែលមានទួលតូចមួយឈ្មោះថាទួលឫស្សីកៃមានចម្ងាយ8គីឡូម៉ែត្រពីវត្តទួលព្រះរាជាកណ្ដាលព្រៃនិងបឹងពុំមានផ្ទះអ្នកស្រុកឡើយអ៊ំស្រីក៏ធ្វើតាមបង្គាប់បញ្ជារបស់បារមីដោយធ្វើការសាងសង់ដងទង់និងទៅសំណាក់ធម៌នៅកណ្ដាលព្រៃនោះតែម្ដងមួយឆ្នាំក្រោយមកអ៊ំស្រីក៏បានជាសះស្បើយពីជំងឺដូចធម្មតាវិញដោយពុំមានប្រើថ្នាំសង្កូវអ្វីឡើយដោយការត្រេកអរនិងការជាសះស្បើយម្យ៉ាងដោយអ៊ំស្រីជាអ្នកមានទ្រព្យសម្បត្តិគួរសមដែរអ៊ំស្រីក៏កសាងប្រាសាទមួយទៀតដើម្បីថ្វាយបារមីហើយបានជាវចម្លាក់ព្រះគោមួយមកតម្កល់ទុកនៅក្នុងប្រាសាទដើម្បីគោរពបូជាចម្លាក់ព្រះគោនេះធ្វើអំពីថ្ម
ក្នុងប្រាសាទពុំមានព្រះពុទ្ធរូបឡើយក្រោយមកទៀតបារមីផ្លូវងងឹតក៏បានមកពន្យល់សពគាត់ឲ្យរៀបចំទទួលព្រះគោពិតប្រាកដដែលមកចាប់កំណើតនៅស្រុកខ្មែរជាយូរមកហើយដោយបារមីផ្លូវងងឹតបានប្រាប់គាត់យ៉ាងច្បាស់ថាព្រះគោពិតប្រាកដបានចាប់កំណើតនៅលើកោះពីរាំងខេត្តព្រៃវែងឲ្យទៅជាវពីម្ចាស់ក្នុងតម្លៃ$450ដោយមានលក្ខណៈសម្គាល់សម្បុរពណ៌ខ្មៅអាយុ2ខួបមិនទាន់ដំពងនឹងឲ្យទៅជាវចម្លាក់ព្រះបាទជ័យវរ្ម័នទី7មកដាក់ក្នុងប្រាសាទផងជាតំណាងព្រះកែវដែលជាប្អូនព្រះគោនៅថ្ងៃទី21ខែធ្នូឆ្នាំ2008អ៊ំស្រីក៏ចេញទៅកំងជាងចម្លាក់ឲ្យឆ្លាក់ព្រះបាទជ័យវរ្ម័នទី7ដោយតម្រូវឲ្យគេធ្វើមានដងខ្លួនដោយព្រះពុទ្ធរូបធម្មតាដែរដែលជាទូទៅចម្លាក់ព្រះបាទជ័យវរ្ម័នទី7គេឆ្លាក់តែប្រកេះតែប៉ុណ្ណោះកំងរួចអ៊ំស្រីក៏ធ្វើដំណើរទៅគោលដៅដែលព្រះគោនៅហើយក៏រកឃើញដោយសេចក្តីប្រាថ្នាដើម្បីកុំឲ្យគេភ្ញាក់ផ្អើលអ៊ំស្រីបានពឹងពាក់មេភូមិឲ្យជួយជាវឲ្យដែលក្នុងតម្លៃ$450នេះម្ចាស់គោបានលក់ភ្លាមដោយពុំមានតវ៉ាអ្វីឡើយការធ្វើដំណើររបស់គាត់ទៅរកជាវគោនេះគឺដោយមធ្យោបាយអាតារាងនេះគឺជាឈ្មោះរបស់កណូតម្យ៉ាងដែលមានរាងស្អាតនិងគេប្រើប្រាស់សម្រាប់តែមនុស្សប៉ុណ្ណោះព្រោះវាមានល្បឿនលឿនគាត់ក៏អុជធូបបន់ថាប្រសិនបើគោនេះជាគោមានបារមីមែនសូមឲ្យឡើងលើតារាងដោយខ្លួនឯងកុំឲ្យគេចងអីព្រោះបើគោធម្មតាត្រូវចងជើងទើបដាក់តារាងបានពេលនោះគោក៏ចុះតារាងដោយខ្លួនឯងដោយសេចក្តីគាត់ប្រាថ្នាហើយក៏ធ្វើដំណើរមកផ្ទះរបស់គាត់ហើយគាត់ក៏គោរពគោនេះរហូតដល់សប្តាហ៍ថ្ងៃដែលគិតពីថ្ងៃគាត់ជាមករហូតទល់ពេលនេះគឺមានរយៈពេល2ខែមកហើយគាត់បានតុបតែងកាយឲ្យគោដោយពាក់ក្រវ៉ាត់កជើងទាំង4លើខ្នងនិងលើប្រកេះដោយក្រណាត់ពណ៌មាសមានរំយោលយ៉ាងស្អាតប្រៀបដូចព្រះគោសិលពិតតែម្ដងនិងឲ្យសម្រាប់លើកម្រាលព្រំខ្នើយបត់ទៀតផងលោកអ៊ំបានបន្តថាការយកគោមកនេះគឺដើម្បីគោរពបូជាតែម្នាក់ឯងប៉ុណ្ណោះតែប្រជាពលរដ្ឋចេះតែសុំគោរពដែរគាត់មិនហ៊ានហាមឃាត់គេក៏បើកឲ្យគេគោរពបូជាតាមចំណង់ហើយក៏ល្បីតគ្នារហូតមកលក្ខណៈពិសេសរបស់គោនេះអ៊ំស្រីបានបន្តថាចេះលិតព្យាបាលឲ្យគេអ្នកឈឺខ្លាំងលិតច្រើនឈឺតិចលិតតិចអ្នកមិនមានជំងឺគោមិនលិតឡើយព្រមទាំងចេះច្រានអ្នកដែលលិតហើយឲ្យចេញទៀតផងយើងសង្កេតឃើញថាការគោរពបូជារបស់ប្រជាពលរដ្ឋក្នុងខណៈនេះគឺអុជធូបថ្វាយចេកដល់រូបព្រះជ័យវរ្ម័នទី7ដែលតំណាងឲ្យព្រះកែវបន្ទាប់មកយកទឹកច្រកដបឲ្យព្រះគោលិតប្រសិទ្ធិឬអ្នកឈឺក្បាលចុកចង្កេះចុកខ្នងឲ្យគោលិតចំកន្លែងឈឺតែម្ដង